វិសង្គ្រោះទី3ថែរក្សាចិត្តរបស់ខ្លួនយើងជាស្វាមីឲ្យស្មោះត្រង់នឹងភរិយាកុំឲ្យថ្ងៃមុខទៅបែកបាក់ងាករេចិត្តរបស់យើងទៅលើនារីណាដតីក្រៅអំពីប្រវេណីរបស់យើងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាប្តីមួយប្រពន្ធមួយជាប្រវេណីរបស់សត្វលោកតែបើមានពីរឡើងទៅតើអើយអបាយមុខហើយប្តីខ្ញុំកំពុងស្វែងរកគ្រឿងវិន័យយកមកដាក់ក្នុងគ្រួសារហ្នឹងពោឲ្យកើតចង្រៃអពមង្គលហើយបុរាណដូនតាខ្មែរលោកអ្នកប្រាជ្ញបណ្ឌិតដូនតាយើងលោកពោលថាមិននៅអត់តំបៅទៅហៅជំងឺគ្រួសារយើងពីរនាក់អត់មានតំបៅសោះទៅហៅជំងឺតំបៅមិនឈឺយកឈើចាក់អាតំបៅអត់ឈឺសោះទៅយកឈើមកចាក់ភ្នែកមិនខ្វាក់យកដៃលូណាបុរាណនោះថាអញ្ចឹងសឹកបង្កើតរឿងអាក្រក់ខ្លួនឯងទាំងហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់សម្ភើភៈក្តីភាពស្មោះត្រង់នឹងភរិយាអស់មួយជីវិតហើយលោកហាមទៀតនោះថាកុំឲ្យយើងនឹងសម្លឹងមើលរូបនារីជុំវិញខ្លួនយើងយកចំណុចខ្លួនយើងឈរត្រង់ណាទៅនឹងជាចំណុចសូន្យនៃផែនដីជុំវិញខ្លួនគឺមកផែនដីហ្នឹងហើយកុំឲ្យយើងមើលអាមចឹងតែលោកប្រាប់ទៀតចុះបើសិនជាមើលទៅហើយឃើញហ្នឹងបានមើលទៅឃើញតែឃើញហើយមិនលែងមាននារីណាដែលស្អាតល្អមានសោភ័ណភាពជាងភរិយាយើងមិនអត់ទេប្រកាសជាមានតែមានឲ្យចិត្តយើងបែកបាក់ងាករេហើយដែរចិត្តនោះវាស្ទុះទៅកាន់នារីដទៃនេះព្រះសម្មាសម្ពុទ្ធលោកប្រាប់ទៀតថាបើបានជាមើលទៅហើយឃើញក៏បីមានបញ្ញាយកមកគិតថានារីនេះដូចជាកូនស្រីរបស់អញដូចជាប្អូនស្រីរបស់អញដូចជាម៉ែរបស់អញណាដូចជាម្ដាយធំម្ដាយមីងជីដូនរបស់អញឲ្យគិតថាអញ្ចឹងដល់យើងមានបញ្ញាការទីប្រៀបយល់ដូច្នេះចិត្តយើងស្ងប់ទៅវិញអត់កំរើកទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនឹងពួកភិក្ខុថាមនាលភិក្ខុទាំងឡាយដល់ថាគាត់រំពឹងមើលទៅមិនឃើញមានរូបអ្វីសម្រស់អ្វីសោភ័ណភាពអ្វីសំឡេងអ្វីដែលអាចសង្កត់ចិត្តបរិសុទ្ធបានទេដល់ថាគាត់ឃើញតែរូបឃើញតែសម្រស់សោភ័ណភាពរបស់នារីអាចសង្កត់ចិត្តបរិសុទ្ធបាននារីនេះមានអានុភាពកម្លាំងខ្លាំងណាស់ណាបងគ្របសង្កត់យើងដឹកនាំចិត្តយើងឲ្យទៅកាន់ផ្លូវខុសអ្នកអាត្មាលើកអំពីពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងប្រាប់ผู้ភិក្ខុនោះឬអ្វីដែលព្រះពុទ្ធលោកសម្ដែងឲ្យសត្វតែជារឿងពេតហើយអត់តែជេរបានទេឥឡូវយកទៅពិសោធន៍ទៅឯកឧត្តមអ្នកអញ្ញាលោកជំទាវទៅពិសោធន៍មើលទៅរូបនារីសម្រស់សម្ផស្សសម្លេងឲ្យអាចគ្របសង្កត់ចិត្តយើងបរិសុទ្ធបានទាំងអស់អាចសម្លាប់យើងជាបរិសុទ្ធបាននៅលើកហេតុផលជូនសពបែបយ៉ាងហ្នឹងណាគួរជាទីសន្តាប់ពិចារណាអាស្រ័យនេះត្រូវតាំងចិត្តភក្តីភាពស្មោះត្រង់នឹងភរិយាមួយជីវិត